កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃហៅកាត់ថា GBC នឹងប្រព្រឹត្តទៅនៅថ្ងៃទី24ខែធ្នូខាងមុខនេះដើម្បីជជែកអំពីការអនុវត្តនិងការពិនិត្យផ្ទៀងផ្ទាត់បទច្បាប់នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃនៅទីក្រុងគូឡាឡាំពូប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ពីការបដិញ្ញាចិត្តរួមគ្នាលើការមិនគំរាមឬប្រើកម្លាំងការដោះស្រាយបញ្ហាដោយសន្តិវិធីការគោរពព្រំដែនអន្តរជាតិនិងការគោរពច្បាប់អន្តរជាតិនេះបើតាមលទ្ធផលនៃកិច្ចប្រជុំចេញផ្សាយនៅថ្ងៃទី22ខែធ្នូនេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានទទូចឲ្យកម្ពុជានិងថៃអនុវត្តពេញលេញនិងប្រសិទ្ធភាពបទច្បាប់នាខែកក្កដាសេចក្តីថ្លែងការណ៍រួមនាខែតុលានិងលទ្ធផលកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ខែសីហាកិច្ចប្រជុំក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងនិងអរិភាពជាបន្តបន្ទាប់ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើនការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនិងការផ្លាស់ទីលំនៅរបស់ជនស៊ីវិលនៅខាងព្រំដែនអង្គប្រជុំក៏អំពាវនាវឲ្យភាគីទាំងពីរធានាថាជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះវិញជាមួយការប្រកបជីវភាពរស់នៅធម្មតាដោយគ្មានការរារាំងនិងដោយសុវត្ថិភាពព្រមទាំងសេចក្តីថ្លៃថ្នូរដោយមុនការប្រយុទ្ធគ្នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសត្រូវបានរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូដើម្បីស្វែងរកបទច្បាញ់ជុំវិញជម្លោះព្រំដែនកម្ពុជាថៃក៏ប៉ុន្តែយ៉ាងណាក៏ដោយលោករវណ្ណៈដែលជាសាស្ត្រាចារ្យទំនាក់ទំនងអន្តរជាតិនិងវិទ្យាសាស្ត្រនយោបាយមានក្តីសង្ឃឹមតិចតួចចំពោះការត្រឡប់ទៅរកបទច្បាញ់ពេញលេញខណៈដែលមហិច្ឆតាឈ្លានពានកម្ពុជានឹងពង្រឹងអំណាចរបស់រាជវាំងនិងយោធាថៃមិនទាន់បានសម្រេចតាមលោករវណ្ណៈសញ្ញាបៀបញ្ចប់ជម្លោះគឺស្ថិតនៅក្នុងដៃរបស់ប្រទេសថៃជាមួយចេតនាពិតប្រាកដនៅក្នុងការត្រឡប់ទៅរកសន្តិភាពជាមួយកម្ពុជាឡើងវិញក៏ប៉ុន្តែសាស្ត្រាចារ្យរូបនេះព្រួយបារម្ភពីចេតនានៃការអូសបន្លាយនៃចំនួនរបស់ថៃដើម្បីស្វែងរកការគ្រប់គ្រងពីសម្លេងជាតិនិយមនិងរក្សាអំណាចរបស់អ្នកនយោបាយថៃនៅក្នុងលិខិតចុះថ្ងៃទី20ខែធ្នូក្រសួងការងារបានស្នើដល់ពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសថៃត្រូវបន្តការងារជាធម្មតាទៅតាមទីតាំងរៀងៗខ្លួនទោះបីជាស្ថានភាពនៅតាមព្រំដែនរវាងកម្ពុជាថៃកំពុងមានភាពតានតឹងឡើងក៏ដោយសម្រាប់ក្រសួងការងារការអំពាវនាវធ្វើឡើងដើម្បីធានាសុវត្ថិភាពនិងបញ្ជាគ្រោះថ្នាក់ជាយថាហេតុចំពោះពលករខ្មែរក្នុងពេលធ្វើដំណើរឆ្លងកាត់ព្រំដែនក្រសួងការងារតាមរយៈអ្នកនាំពាក្យលោកសុនមេសាបានគូបញ្ជាក់ប្រាវិសុបារាំងអន្តរជាតិនៅថ្ងៃទី22ខែធ្នូថាកម្ពុជានៅតែបន្តតាមដានស្ថានភាពវិវត្តរបស់ពលករខ្មែរនៅប្រទេសថៃដោយសហការជាមួយអង្គការសហប្រជាជាតិអង្គការជាតិខាងការងារហៅកាត់ថា ILO អង្គការទេសចរប្រវេសន៍ IOM និងអង្គការពាក់ព័ន្ធដទៃទៀតអ្នកនាំពាក្យរូបនេះក៏បានស្នើផងដែរដល់ពលករខ្មែរទាំងអស់មិនឲ្យមានការជួបជុំឬការធ្វើដំណើរតាមច្រកព្រំដែនរហូតដល់កម្ពុជានិងថៃឈានទៅរកភាពប្រក្រតីឡើងវិញប្រធានសភាពាណិជ្ជកម្មអាមេរិកលោក Casey Barnett បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថាថៃហាក់ដូចជាឆ្លើយតបហួសហេតុនិងមិនសមហេតុផលនៅក្នុងការវាយប្រហារតាមអាកាសប្រហែលជា20លើកមកលើប្រទេសកម្ពុជាដោយបានបំផ្លាញទាំងគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលតាមលោក Casey Barnett ទោះបីជាលោកអនុទាននាយករដ្ឋមន្ត្រីចាំផ្ទះធ្លាប់និយាយថាការវាយប្រហារមកលើកម្ពុជាដោយសារតែទាហានរបស់ខ្លួន4នាក់រងរបួសដោយការជន់មីនដែលជាមីនដាក់ថ្មីពីសំណាក់កម្ពុជាក៏ដោយក៏ថៃមិនបានបង្ហាញផុតតាំងណាមួយថាមីននោះត្រូវបានដាក់បន្ទាប់ពីការចុះហត្ថលេខាលើកកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី26ខែតុលាទេហើយគួរជម្រាបជូនដែរថាហេតុផលនេះបានធ្វើឲ្យថៃហែកចោលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃជាឯកតោភាគីដែលមានលោកដូណាល់ត្រាំជាសាក្សីគិតត្រឹមថ្ងៃទី22ខែធ្នូសភាសិកសរុប 16,695 នាក់ទទួលបានការសម្របសម្រួលឲ្យចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានជាង 2,000 កន្លែងស្ថិតនៅក្នុងរាជធានីខេត្តចំនួន 24 នេះបើតាមក្រសួងអប់រំយុវជននិងកីឡាតាមរបាយការណ៍របស់ក្រសួងអប់រំសាលាជាង 1,000 កន្លែងស្ថិតនៅក្នុងខេត្តជាប់ព្រំដែនត្រូវបានបិទទ្វារផ្អាកដំណើរការសិក្សាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី7ខែធ្នូមកដោយសារការឈ្លានពានរបស់យោធាថៃមកលើកម្ពុជាការផ្អាកដំណើរការសាលារៀននេះបានធ្វើ
ឲ្យប៉ះពាល់ដល់សិស្សជាង 250000 នាក់បាត់បង់ការសិក្សានិងប៉ះពាល់ដល់គ្រូបង្រៀនជាង 10000 នាក់